ដីបងប្អូនទាំងអស់គ្នាកាសែតបារាំងល្បីលំដាប់ពិភពលោកបានលាតត្រដាងការពិតអំពីថៃឈ្លានពានមកលើទឹកដីកម្ពុជាបងប្អូនចង់ជ្រាបកាន់តែច្បាស់សូមចូលរួមស្ដាប់ព័ត៌មានលម្អិតជាមួយនឹងខ្ញុំទាំងអស់គ្នាតាមរយៈការផ្សាយរបស់កម្ពុជាថ្មីកាសែតបារាំងល្បីលំដាប់ពិភពលោកលាតត្រដាងការពិតអំពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជាអន្តរជាតិកាន់តែដឹងច្បាស់អំពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជានិងភាពរងគ្រោះរបស់ពលរដ្ឋកម្ពុជានៅក្នុងសង្គ្រាមឈ្លានពានមួយដែលកើតឡើងពីមហិច្ឆតាចង់លេបទឹកដីពីសំណាក់ថៃនិងបង្វែរបញ្ហានយោបាយផ្ទៃក្នុងរបស់ទីក្រុងបាងកកក្រោយសារព័ត៌មានក៏ដូចជាស្ថាប័នអន្តរជាតិជាបន្តបន្ទាប់បានបង្ហាញការពិតបកស្បែកមុខថៃនោះឥឡូវសារព័ត៌មានដ៏ល្បីលំដាប់ពិភពលោករបស់បារាំងគឺ Le Monde បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី2ខែសីហាឆ្នាំ2026ដោយដាក់ចំណងជើងធំថានៅកម្ពុជាទោះគ្មានការប្រយុទ្ធអស់រយៈពេល6ខែក៏ដោយក៏ជីវិតប្រជាពលរដ្ឋនៅតែត្រូវបំផ្លាញដោយចំនួនតាមព្រំដែនជាមួយថៃនៅក្នុងនោះ Le Monde បានរៀបរាប់យ៉ាងច្បាស់អំពីការរំលោភបំពានរបស់ថៃមកលើកម្ពុជាការកាន់កាប់ទឹកដីដោយខុសច្បាប់ការដាក់ទូកុងតឺន័ររីបន្លែលួសនិងបង្ហាញពីជីវិតជនភៀសសាត់ផងដែរខាងក្រោមនេះគឺជាខ្លឹមសារសង្ខេបនៃអត្ថបទរបស់ Le Monde វាជាផ្លូវក្រាលកស៊ូមួយដែលលាតសន្ធឹងពីខេត្តពោធិ៍សាត់កាត់តាមជួរភ្នំក្រវាញទៅកាន់ច្រកព្រំដែនថ្មដាស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជាទល់នឹងខេត្តត្រាតរបស់ប្រទេសថៃផ្លូវជាតិលេខ55ដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងឆ្នាំ2020ត្រូវបានបង្កើតឡើងដោយមានគោលបំណងជានិមិត្តរូបនៃការបើកចំហអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែនបានបង្ហាញថាផ្លូវនេះជាចំណុចតភ្ជាប់នៃច្រករបៀងសេដ្ឋកិច្ចថ្មីជាមួយប្រទេសថៃដែលមានគោលបំណងជំរុញពាណិជ្ជកម្មនិងទេសចររវាងប្រទេសទាំងពីរព្រមទាំងនាំប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធនឹងគ្នាសប្តាហ៍នេះស្ថានភាពបានផ្ទុយស្រឡះនៅចុងផ្លូវស្ពានជ័យជំនះដែលត្រូវបានបាក់បែកដោយសារតែការវាយប្រហារពីយន្តហោះ F16 របស់ថៃកាលពីខែធ្នូឆ្នាំ2025បានកាត់ផ្តាច់ការធ្វើដំណើរស្ពាននេះត្រូវបានបំផ្លាញបែកជាពីរផ្នែកចំណែកចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីព្រំដែនថៃមានផ្លាកសញ្ញាមួយនៅតែបង្ហាញពីសង្គ្រាមនាពេលថ្មីៗនេះនៅក្រោមឈ្មោះប្រទេសជិតខាងដែលត្រូវបានគូបន្ទាត់ក្រហមមានអក្សរថាចោមុនពេលទៅដល់ច្រកថ្មដាផ្លូវត្រូវបានកងទ័ពថៃបិទកុងតឺន័រដឹកជញ្ជូនប្រមាណជាង10ត្រូវបានដាក់រៀបរៀងផ្លូវខ្លះមានទង់ជាតិថៃជួលលើដើម្បីទប់ស្កាត់ការធ្វើដំណើរគ្រប់ប្រភេទនៅខាងលើរបាំងខ្សាច់មានការដំឡើងសំណាញ់ប្រឆាំងដ្រូនហើយកាមេរ៉ាតាមដានត្រូវបានដំឡើងសម្រាប់ឃ្លាំមើលនៅក្នុងតំបន់ជុំវិញទោះបីជាការប្រយុទ្ធបានបញ្ចប់នៅចុងឆ្នាំ2025ក៏ដោយក៏ចំនួនដែនដីនៅតែមិនទាន់ដោះស្រាយបាននៅតាមចំណុចជាច្រើននៃព្រំដែនប្រវែង817គីឡូម៉ែត្ររវាងប្រទេសទាំងពីរកម្ពុជាចោទប្រកាន់ថាថៃកំពុងកាន់កាប់ដោយខុសច្បាប់ផ្នែកខ្លះនៃទឹកដីរបស់ខ្លួនកាលពីថ្ងៃទី2កក្កដារាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាថ្មីចំពោះអ្វីដែលខ្លួនហៅថាការរំលោភអធិបតេយ្យភាពជាបន្តបន្ទាប់ទៅខាងក្រោយរបាំងទាំងនោះផ្លាកសញ្ញាស្ថានីយ៍ប្រេងឥន្ធនៈនិងសំណង់សន្តាគារកាស៊ីណូមួយនៅកម្ពុជានៅតែអាចមើលឃើញយោងតាមអាជ្ញាធរកម្ពុជាប្រជាពលរដ្ឋកម្ពុជាជាង 20,000 នាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគាត់វិញបានភាគច្រើនស្ថិតនៅតំបន់ព្រំដែនចំនួន3ក្នុងខេត្តបន្ទាយមានជ័យអាជ្ញាធរខេត្តបានកំណត់អត្តសញ្ញាណកុងតឺន័រដឹកជញ្ជូនចំនួន63ដែលត្រូវបានប្រើប្រាស់ជារបាំងផ្លូវជុំវិញភូមិជោគជ័យក្នុងឃុំព្រៃច័ន្ទនិង26កុងតឺន័រផ្សេងទៀតនៅភូមិបឹងត្រកួនរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកតំបន់នោះជាតំបន់ដែលត្រូវបានឈ្លានពានទន្ទឹមនឹងនេះដំណើរការកំណត់និងការបោះបង្គោលព្រំដែននៅតែជាប់គាំងចាប់តាំងពីបទឈប់បាញ់ថ្ងៃទី27ធ្នូឆ្នាំ2025មកគណៈកម្មការព្រំដែនចម្រុះ JBC ដែលមានភារកិច្ចកំណត់ព្រំដែនរវាងប្រទេសទាំងពីរមិនទាន់បានជួបប្រជុំសូម្បីតែម្ដងទីក្រុងភ្នំពេញបានចោទប្រកាន់ទីក្រុងបាងកកបានពន្យាពេលកិច្ចប្រជុំជាបន្តបន្ទាប់គណៈភាគីថៃបានបដិសេធថាខ្លួនគ្មានបំណងរៀបរៀងដំណើរការនោះទេហើយបានលើកឡើងថាចាំបាច់ត្រូវតែមានបរិយាកាសអំណោយផលជាមុនសិនសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនស្ថានភាពជាប់គាំងនេះមិនបានផ្ដល់នូវអារម្មណ៍សុវត្ថិភាពឡើយនៅតែមាន់សែនជ័យទោះបីជាគ្មានការប្រយុទ្ធអស់រយៈពេល7ខែក៏ដោយក្តីភ័យខ្លាចចំពោះការផ្ទុះសង្គ្រាមជាថ្មីមិនបានរសាត់បាត់នោះទេនៅជើងភ្នំប្រាសាទតាមួនដែលជាប្រាសាទខ្មែរហើយបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពថៃប្រភពយោធាក្នុងតំបន់បានឲ្យដឹងថាហេដ្ឋារចនាសម្ព័ន្ធ 80% នៃភូមិបានរងការខូចខាតក្នុងអំឡុងពេលប៉ះទង្គិចខែកក្កដានិងខែធ្នូឆ្នាំ2025ដំបូលវត្តត្រូវបានបាញ់ធ្លុះជាច្រើនកន្លែងនៅសាលារៀនក្បែរនោះជញ្ជាំងមានស្លាកស្នាមគ្រាប់កំភ្លើងហើយសៀវភៅសិក្សារបស់កុមារនៅតែខ្ចាក់ខ្ចាយក្នុងគំនរបែកបាក់បងប្អូនទាំងអស់គ្នានេះគឺជាខ្លឹមសារនៅក្នុងអត្ថបទរបស់កាសែតដ៏ល្បីរបស់បារាំងគឺ Le Monde ដូច្នេះហើយបងប្អូនទាំងអស់គ្នាពេលនេះការទៀមទាការតវ៉ាការแชร์ចែករំលែករបស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់បានដឹងឮដល់អន្តរជាតិហើយបងប្អូនបានហែកស្បែកមុខថៃជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិគេកំពុងតែមើលឃើញអំពីទង្វើឈ្លានពានរបស់ថៃមកលើដែនដីរបស់កម្ពុជានិងឃើញអំពីផលវិបាកនៃពលរដ្ឋកម្ពុជាដែលពុំទាន់បានត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់វិញក្រោយមានបទឈប់បាញ់ក៏ដោយបងប្អូនទាំងអស់គ្នាកុំភ្លេចចែករំលែកព័ត៌មាននេះឲ្យបានច្រើនអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នាជាមួយនឹងនេះខ្ញុំនៅព័ត៌មាននិងវីដេអូក្រោយទៀត